Golden Boy ចម្លាក់សិល្បៈដ៏វិចិត្ររបស់ខ្មែរដែលធ្លាក់ទៅក្នុងដៃថៃទោះបីអ្នកខ្លះថាជាព្រះឆាយាល័ក្ខណ៍របស់ព្រះមហាក្សត្រខ្មែរព្រះបាទស្រីជ័យវរ្ម័នទី6អ្នកខ្លះទៀតថាជារូបព្រះសិវៈក៏ដោយក៏រូប Golden Boy ច្បាស់ជារូបចម្លាក់ខ្មែររចនាបថបាពួនជាសិល្បៈដ៏ល្អវិចិត្ររបស់បុព្វបុរសខ្មែរដែលបានបន្សល់ទុកសម្រាប់កូនចៅជំនាន់ក្រោយនៅលើដែនដីសុវណ្ណភូមិនេះប៉ុន្តែត្រូវពួកចៅអប្រិយលួចជួញដូរពង្រត់ពីមាតុភូមិរសាត់ចាក់ទៅដល់សហរដ្ឋអាមេរិកដែនដីដ៏សែនឆ្ងាយហើយក្រោយមកក៏បែរជាត្រូវពួកសៀមទាមទារយកមកធ្វើជាសម្បត្តិជាតិរបស់ពួកវាទាល់តែបានទាំងដែលរូបចម្លាក់ខ្មែរមួយនេះមានអាយុកាលច្រើនជាងកំណើតប្រទេសពួកវាទៅទៀតប្រិយមិត្តជាទីមេត្រីសូមជួយឧបត្ថម្ភគាំទ្រដល់ខ្ញុំបាទខ្លះផងបាទដោយដែលប្រជាពលរដ្ឋនិងអ្នកជំនាញបុរាណវិទ្យាខ្មែរនិងអន្តរជាតិអះអាងដូចនេះដែរ Golden Boy គឺជាសិល្បៈខ្មែរក្នុងរចនាបថបាពួនដែលរចនាបថបាពួនមានការនិយមខ្លាំងក្នុងរជ្ជកាលព្រះមហាក្សត្រជាច្រើនអង្គដូចជាព្រះបាទស្រីឧទយាទិត្យវរ្ម័នទី2សោយរាជ្យចាប់ពីឆ្នាំ1050ដល់1066ព្រះបាទស្រីហរសវរ្ម័នទី3សោយរាជ្យចាប់ពីឆ្នាំ1066ដល់1080ព្រះបាទស្រីនរោបឌិន្ទ្រវរ្ម័នសោយរាជ្យចាប់ពីឆ្នាំ1080ដល់1113ដែលសុទ្ធតែជាព្រះមហាក្សត្រខ្មែរសោយរាជ្យនៅរាជធានីយសោធរបុរៈទី2ឬក្រុងអង្គរទី2ដែលមានប្រាសាទបាពួនជាផ្ចិតរាជធានីក្រៅពីព្រះមហាក្សត្រទាំង3អង្គនៅអង្គរស្ដេចត្រាញ់និងព្រះមហាក្សត្រខ្មែរនៅរាជធានីស្រីមហិទ្ធរបុរៈក៏មានការនិយមចំពោះសិល្បៈរចនាបថបាពួននេះដែរដូចជាព្រះអង្គម្ចាស់ខ្មែរដែលឈរត្រួតនៅស្រីមហិទ្ធរបុរៈគឺព្រះបាទស្រីហេរញ្ញវរ្ម័នក្រោយមកក្នុងរាជ្យព្រះបាទស្រីនរោបឌិន្ទ្រវរ្ម័ននៅឯរាជធានីស្រីយសោធរបុរៈព្រះរាជបុត្ររបស់ព្រះអង្គម្ចាស់ស្រីហេរញ្ញវរ្ម័នក៏បានបះបោរបំបែករាជអំណាចពីរាជធានីស្រីយសោធរបុរៈគឺមានដូចជាព្រះបាទស្រីជ័យវរ្ម័នទី6សោយរាជ្យចាប់ពីឆ្នាំ1080ដល់1107ព្រះបាទស្រីធរនិន្ទ្រវរ្ម័នទី1សោយរាជ្យចាប់ពីឆ្នាំ1007ដល់1113រហូតដល់រាជព្រះបាទស្រីសូរ្យវរ្ម័នទី2ដែរដូច្នេះគឺមានព្រះមហាក្សត្រខ្មែរច្រើនណាស់ដែលនិយមចំពោះសិល្បៈរចនាបថបាពួននេះពលគឺចាប់ពីឆ្នាំ1066ដល់1113នៃគ្រិស្តសករាជចំពោះព្រះបាទស្រីជ័យវរ្ម័នទី6គឺជាស្ដេចសឹកសង្គ្រាមដ៏ឆ្នើមមួយអង្គនៃរាជធានីស្រីមហិទ្ធរបុរៈក្នុងប្រវត្តិសាស្ត្រខ្មែរអ្នកបុរាណវិទ្យាជាតិនិងអន្តរជាតិបានកត់សម្គាល់ឃើញថាព្រះអង្គនិយមឲ្យគេកសាងរូបចម្លាក់បដិមាព្រះអាទិទេពច្រើនណាស់ហើយទៅតាមវ័យរបស់ព្រះអាទិទេពទាំងនោះថែមទៀតដែលហាក់ដូចជាបង្ហាញពីការវិវត្តវ័យរបស់ព្រះអង្គផ្ទាល់ផងដែរដូច្នេះរូប Golden Boy ហាក់ឆ្លុះបញ្ចាំងពីវ័យកុមារទើបអ្នកខ្មែរយើងជឿថាប្រៀបដូចជាព្រះបាទស្រីជ័យវរ្ម័នទី6កាលនៅវ័យកុមារឬកាលមិនទាន់សោយរាជ្យសម្បត្តិទោះបីពួកសៀមយល់ស្របថា Golden Boy ជាព្រះឆាយាល័ក្ខណ៍របស់ព្រះមហាក្សត្រខ្មែរព្រះបាទស្រីជ័យវរ្ម័នទី6ក៏ដោយក៏ពួកគេអះអាងថា Golden Boy ជាសិល្បៈថៃរចនាបថភីម៉ៃស្ដាប់ទៅគឺគួរឲ្យអស់សំណើចណាស់ដោយវាមិនសមហេតុសមផលទាល់តែសោះដែលថានៅប្រទេសថៃរមើលគុណមានរចនាបថភីម៉ៃខ្ញុំសូមវេកញែកបែបនេះថាភីម៉ៃជាឈ្មោះហៅថ្មីរបស់ពួកសៀមនោះទេហើយឈ្មោះដើមរបស់ខ្មែរយើងគឺហៅថាវិមាយៈនៅសម័យអង្គរឬក្រោយមកវិវត្តមកជាពិមាយនៅសម័យកណ្ដាលជាការពិតណាស់ទីតាំងវិមាយៈឬពិមាយនេះគឺជាអតីតរាជធានីខ្មែរស្រីមហិទ្ធរបុរៈនោះឯងដែលមានប្រវត្តិមុនកំណើតប្រទេសដែលប្លន់តែទឹកដីគេនេះឆ្ងាយណាស់គូបញ្ជាក់ថារូបចម្លាក់ដែលគេជឿថាជាព្រះបាទស្រីជ័យវរ្ម័នទី6គឺជាចម្លាក់ខ្មែរបុរាណរចនាបថបាពួននាសតវត្សទី10ដល់ទី11មានប្រភពមកពីខេត្តសៀមរាបនៃប្រទេសកម្ពុជាប៉ុន្តែនៅទសវត្សរ៍ឆ្នាំ80និង90នោះវត្ថុបុរាណកម្ពុជាជាច្រើនត្រូវបាននាំទៅលក់នៅឯប្រទេសថៃដែលជាទីផ្សារវត្ថុបុរាណដ៏ធំទើបរតនសម្បត្តិរបស់ខ្មែរជាច្រើនក៏ដូចជា Golden Boy ផងនោះត្រូវបានព្រាត់ប្រាសពីមាតុភូមិអ្នកបុរាណវិទូនិងមន្ត្រីថៃបានបង្ហាញភស្តុតាងរួមទាំងរបាយការណ៍ក្នុងស្រុកដោយបានអះអាងថាមានការលួចនិងការរត់ពន្ធខុសច្បាប់នៅរូប Golden Boy នៅក្នុងទសវត្សរ៍ឆ្នាំ1970ចេញពីប្រាសាទបានយ៉ាងនៅខេត្តបុរីរំពលប្រាសាទនេះគឺមានទីតាំងជិតនឹងព្រំដែនប្រទេសកម្ពុជាយើងហើយត្រូវបានគេលក់ទៅឲ្យលោក Douglas Latchford ដែលជាឈ្មួញទិញលក់វត្ថុបុរាណដោយខុសច្បាប់
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈកម្ពុជាយើងក៏បានប្រឹងប្រែងក្នុងការតវ៉ាទាមទាររូបចម្លាក់មាសនេះមកវិញដែរតែទីបំផុតសារមន្ទីរ Metropolitan Museum of Art របស់សហរដ្ឋអាមេរិកក៏បានសម្រេចប្រគល់រូប Golden Boy ទៅឲ្យប្រទេសថៃហើយត្រូវបានបញ្ជូនដល់ប្រទេសមួយនេះនាថ្ងៃទី20ខែឧសភាឆ្នាំ2024ពិធីទទួលស្វាគមន៍ជាផ្លូវការត្រូវបានប្រារព្ធឡើងនៅសារមន្ទីរជាតិបាងកកនាថ្ងៃទី21ខែឧសភាឆ្នាំ2024ពោលគឺក្រោយពេលមកដល់មួយថ្ងៃប្រិយមិត្តជាទីមេត្រីនេះគឺជាប្រវត្តិខ្លឹមសារមួយចំនួនដែលពាក់ព័ន្ធនឹងរូប Golden Boy ដែលជាសិល្បៈបុរាណខ្មែរក្នុងរចនាបថបាពួនពោលគឺដាច់ខាតមិនមែនជាសិល្បៈថៃភីម៉ៃនោះឡើយពីព្រោះតែសិល្បៈនេះត្រូវបានបង្កើតឡើងមុនកំណើតរបស់ប្រទេសថៃនោះទៅទៀតប្រិយមិត្តជាទីមេត្រីសូមជួយឧបត្ថម្ភគាំទ្រដល់ខ្ញុំបាទខ្លះផងបាទ